ព័ត៌មានទី1ថៃសម្ដែងការអន់ចិត្តជាសាធារណៈដោយនិយាយថាអន្តរជាតិលំអៀងមកកម្ពុជាហើយចោទប្រកាន់ប្រទេសថៃតាមការចុះផ្សាយរបស់សារព័ត៌មានខៅសតនៅថ្ងៃទី23ខែធ្នូឆ្នាំ2025លោកណាត់ថាផុងណាប់ផានិតរដ្ឋមន្ត្រីការពារជាតិថៃបានបង្ហាញការអាក់អន់ចិត្តជាសាធារណៈចំពោះករណីដែលអន្តរជាតិមិនជឿជាក់លើប្រទេសថៃហើយលំអៀងមកកាន់ជើងកម្ពុជាលោករដ្ឋមន្ត្រីការពារជាតិថៃរូបនេះបាននិយាយថាគ្មានប្រទេសណាឈរខាងយើងពិតប្រាកដនោះទេម្នាក់និយាយមកហាក់ដូចខ្លួនឯងនៅកណ្ដាលប៉ុន្តែជាក់ស្ដែងពួកគេបែរជាឈរនៅខាងកម្ពុជាពួកគេស្ដាប់តែព័ត៌មានពីខាងកម្ពុជាហើយមើលមកយើងថាជាប្រទេសធំដែលកំពុងឈ្លានពានគេទៅវិញលោកណាត់ថាផុនបន្តទៀតថាគ្មានប្រទេសណាឈរខាងយើងឡើយហើយលោកមិនឃើញមានប្រទេសណាមួយថ្កោលទោសកម្ពុជារឿងដាក់មីនក្នុងដីថៃនោះទេផ្ទុយទៅវិញពួកគេមានតែអំពាវនាវឲ្យថៃបន្ថយការប្រើប្រាស់អាវុធនិងកាត់បន្ថយភាពតានតឹងប៉ុណ្ណោះការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិថៃរូបនេះគឺនៅក្រោយពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកប្រកាសថាថៃជាអ្នកឈ្លានពានកម្ពុជាព័ត៌មានទី2ថៃអនុម័តកញ្ចប់ថវិកាជាតិបន្ថែមប្រហែល$160 លានឲ្យទៅក្រសួងការពារជាតិថៃនៅថ្ងៃទី23ខែធ្នូឆ្នាំ2025នេះគណៈរដ្ឋមន្ត្រីថៃបានអនុម័តថវិកាបន្ថែមជាង$5000 លានដែលស្មើនឹងប្រហែល$160 លានសម្រាប់គាំទ្រលើប្រតិបត្តិការយោធារបស់ថៃការអនុម័តនេះធ្វើឡើងតបតាមសំណើរបស់កងទ័ពភូមិន្ទថៃដើម្បីទិញឧបករណ៍យោធាបន្ថែមក្នុងគោលបំណងពង្រឹងវិស័យការពារជាតិជាពិសេសគឺទិញអាវុធមកធ្វើសង្គ្រាមជាមួយនឹងកម្ពុជាព័ត៌មានទី3ថៃប្រើយន្តហោះ T-50 ផលិតដោយកូរ៉េខាងត្បូងមកទម្លាក់គ្រាប់ក្នុងស្រុកបាណន់ខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី24ខែធ្នូឆ្នាំ2025យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង T-50 ដែលផលិតដោយប្រទេសកូរ៉េខាងត្បូងមកទម្លាក់ចំនួន4គ្រាប់ក្នុងស្រុកបាណន់ខេត្តបាត់ដំបងដោយការទម្លាក់នេះបានចូលក្នុងភូមិសាស្ត្រដែលមានប្រជាជនរស់នៅនិងចូលកាន់តែជ្រៅមកលើដែនអធិបតេយ្យភាពកម្ពុជាអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូបន្ទាប់